ប្រយ័ត្នផងអ្នកលេងទូរស័ព្ទច្រើនងាយមានបញ្ហាភ្នែកនេះគឺជាវិធីការពារពន្លឺជះចូលភ្នែកមនុស្សយើងភាគច្រើនប្រើទូរស័ព្ទនិងមើលកុំព្យូទ័រច្រើនបង្កជាបញ្ហាដល់ភ្នែកខ្លាំងណាស់ប៉ុន្តែមានមនុស្សជាច្រើននៅតែមិនទាន់ដឹងអំពីគ្រោះថ្នាក់វានៅឡើយទេតើពន្លឺនេះមានផលប៉ះពាល់អ្វីខ្លះដល់ភ្នែកនិងប៉ះពាល់ដល់កម្រិតណានេះគឺជាពន្លឺដែលមានគ្រោះថ្នាក់ជាងគេវាគឺជាពន្លឺពណ៌ខៀវជាពន្លឺពណ៌ខៀវដែលត្រូវបានប្រើនៅក្នុងឧបករណ៍ Digital ដើម្បីបង្កើនពន្លឺអេក្រង់និងមានរូបភាពច្បាស់ហើយពន្លឺនេះមានហានិភ័យនៃជំងឺផ្សេងៗដូចខាងក្រោមទី1ហានិភ័យនៃការចុះខ្សោយកែវភ្នែកពេលភ្នែកត្រូវពន្លឺពណ៌ខៀវពន្លឺទូរស័ព្ទនេះច្រើនពេកអាចនាំឲ្យមានការចុះខ្សោយនៃមជ្ឈមណ្ឌល Retina ដែលជាជំងឺកែវភ្នែកការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របានបង្ហាញថាពន្លឺពណ៌ខៀវនេះអាចជ្រាបចូលទៅក្នុងសារធាតុពណ៌នៅក្នុងកែវភ្នែករបស់យើងនិងបង្កគ្រោះថ្នាក់ដល់កោសិកាកែវភ្នែកដែលនៅចំកណ្ដាល Retina ភាពចុះខ្សោយនៃកែវភ្នែកនេះមានកត្តាពីរទី1តាមអាយុច្រើននិងមើលពន្លឺជះចូលភ្នែកខ្លាំង2ពន្លឺទូរស័ព្ទនេះធ្វើឲ្យខូចពេលវេលាជីវិតមនុស្សជាច្រើនបានប្រើទូរស័ព្ទនៅពេលយប់ធ្វើឲ្យពន្លឺទូរស័ព្ទជះចូលចំផ្ទៃមុខឬមានអ្នកខ្លះលេងទូរស័ព្ទនេះរយៈពេល2ទៅ3ម៉ោងដែលវាមានផលអាក្រក់មុនចូលគេងនិងអស់កម្លាំងនៅពេលព្រឹកផងដែរតាមការពិសោធន៍ពីសាកលវិទ្យាល័យ Harvard ពីការប្រៀបធៀបពន្លឺពណ៌ខៀវនិងពន្លឺពណ៌បៃតងហើយមានរយៈពេល6ម៉ោងកន្លះដូចគ្នាគឺពន្លឺពណ៌ខៀវនេះធ្វើឲ្យបញ្ចេញអរម៉ូនមេឡានីនច្រើនជាងពន្លឺពណ៌បៃតង3ចំណុចត្រូវការពារសុខភាពកែវភ្នែកការរស់នៅរបស់មនុស្សច្រើនប្រើប្រាស់ទូរស័ព្ទចល័តជាកត្តាទី5ក្នុងជីវិតដើម្បីសម្រួលដល់កែវភ្នែកបានល្អមានចំណុចដូចជាទី1កុំសម្លឹងមើលអេក្រង់ជិតពេកអ្នកត្រូវរក្សាចម្ងាយប្រហែលជា20ទៅ26អ៊ីងនេះជាចម្ងាយដែលល្អចំពោះសុខភាពកែវភ្នែកហើយចំណាយពេលមើលធម្មជាតិឲ្យបានច្រើនដើម្បីជួយឲ្យត្រជាក់កែវភ្នែកបានល្អ2ប្រើរូបមន្ត20លើ20ដើម្បីបន្ធូរសាច់ដុំកែវភ្នែករបស់អ្នកនេះជាការណែនាំរបស់គ្រូពេទ្យគឺឲ្យសម្រាក20វិនាទីក្នុងពេលអ្នកមើលហើយ20វិនាទីទៀតដោយមើលនៅក្នុងចម្ងាយ20 feet ដើម្បីឲ្យយើងព្រិចភ្នែកបន្ថែមហើយទឹកភ្នែកបានជួយកុំឲ្យកែវភ្នែកស្ងួតដែលយើងបានសម្លឹងមើលកញ្ចក់កុំព្យូទ័រនិងពន្លឺទូរស័ព្ទ3អ្នកត្រូវជ្រើសរើសកែវវ៉ែនតាដែលជួយប្រឆាំងនឹងពន្លឺហើយជៀសវាងការអង្គុយមើលអេក្រង់ភ្លឺពេកការធ្វើបែបនេះដើម្បីជួយឲ្យកែវភ្នែករបស់អ្នកកាន់តែមានសុខភាពល្អ4ការសម្លឹងមើលកុំព្យូទ័រឬទូរស័ព្ទវាអាចធ្វើឲ្យយើងអស់កម្លាំងដូច្នេះយើងត្រូវកាត់បន្ថយការមើលកុំព្យូទ័រច្រើនពេកនិងការមើលទូរស័ព្ទច្រើនពេកដូចគ្នាយើងអាចសម្រាកខ្លះៗហើយគួរតែកែសម្រួលទំហំអក្សរពុម្ពនិងរូបភាពឲ្យបានច្បាស់និងមានផាសុកភាពដល់កែវភ្នែក5អ្នកត្រូវពិនិត្យភ្នែកជាប្រចាំជាមួយនឹងគ្រូពេទ្យដើម្បីការពារការខូចភ្នែកឬស្រវាំងភ្នែកដែលប៉ះពាល់ដល់កែវភ្នែក